បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសាជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី8ខែ11ឆ្នាំ2025អញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង1:30នាទីម៉ោង4:30នាទីនិងម៉ោង6:30នាទីតម្រុយលេខអូខ្ទង់គឺមានតម្រុយអូខ្ទង់7នេះគឺជាតម្រុយអូខ្ទង់រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់តម្រុយគ្រាប់ទី1គឺមានតម្រុយលេខ7គត់នេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ79នេះគឺជាតម្រុយលេខតូចគ្រាប់ទី2រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ15នេះគឺជាតម្រុយលេខតូចគ្រាប់ទី3រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ45នេះគឺជាតម្រុយលេខតូចគ្រាប់ទី4រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ150គត់150គត់គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណរីឯតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ7 9គត់គុណអញ្ចឹងសូមបញ្ជាក់ម្ដងទៀតតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង1:30នាទីម៉ោង4:30នាទីនិងតម្រុយម៉ោង6:30នាទីតម្រុយលេខអូខ្ទង់គឺមានតម្រុយអូខ្ទង់7នេះគឺជាតម្រុយអូខ្ទង់រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់តម្រុយគ្រាប់ទី1គឺមានតម្រុយលេខ7គត់រីឯតម្រុយគ្រាប់ទី2គឺមានតម្រុយលេខ79រីឯតម្រុយគ្រាប់ទី3គឺមានតម្រុយលេខ15រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ45រីឯតម្រុយលេខធំមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ150គត់គុណគ្រាប់ទី2គឺមានតម្រុយលេខ7 9គត់គុណអញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយតែប៉ុណ្ណឹងទេខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា